បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់បាទថ្ងៃនេះគឺជាថ្ងៃទី10ខែ2ឆ្នាំ2026បាទខួបថ្ងៃដែលខ្ញុំចាប់ផ្ដើមឈូសឆាយស្រះបង្កងដំបូងបាទថ្ងៃដែលខ្ញុំធ្វើគឺថ្ងៃទី10ខែ2ឆ្នាំ2025បាទឥឡូវនេះយើងធ្វើបាន1ឆ្នាំហើយបាទអ្វីដែលខ្ញុំទទួលបានរយៈពេល1ឆ្នាំនេះបាទឃើញថាបង្កងរបស់ខ្ញុំនៅក្នុងស្រះគឺមាន3ស្រះហើយបាទ3ស្រះគាត់ថាវារៀងនៅតូចៗបងប្អូនតែផលវិញបាទរយៈពេល1ឆ្នាំនេះគឺខ្ញុំលក់បានចំនួន300គីឡូជាងហើយបាទ300គីឡូជាងប៉ុន្តែក្នុង300គីឡូជាងនេះគឺយើងយកលុយហ្នឹងយកមកផ្គត់ផ្គង់បាទធ្វើជាបន្តខ្វះនេះខ្វះនោះចឹងទៅបងប្អូនណាធ្វើជាបន្ទប់ទឹកធ្វើជាស្អីយើងកែសម្រួលតិចធម្មតាយើងធ្វើដំបូងវាមិនអាចគ្រប់គ្រាន់ទេបងប្អូនបាទនេះគឺផលដែលខ្ញុំទទួលបាន300គីឡូហើយខ្ញុំលក់ចេញក្នុង1គីឡូជាង$10បងប្អូនបាទជាង$10ខ្ញុំលក់បាន300គីឡូឥឡូវនេះខ្ញុំមានពូជច្រើនជាងមុនហើយខ្ញុំមានបកងដល់ទៅ3ស្រះបាទទាំងអស់នេះបាទកងមិនភ្លេចទេបាទសូមថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មឯកឧត្តមដិតទីណាឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្មឯកឧត្តមខឹមពីណងបាទឯកឧត្តមពុំសថាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផលបាទទាំងអស់នេះគឺជាការជួយជ្រោមជ្រែងរបស់ឯកឧត្តមរដ្ឋមន្ត្រីទាំងស្រុងដែលជួយមកលើរូបខ្ញុំបាទផ្ទាល់បាទបងប្អូនបញ្ជាក់ថាក្រសួងកសិកម្មនិងឯកឧត្តមរដ្ឋមន្ត្រីមិនទុកកសិករណាមួយចោលឡើយបាទទីណាមានការលំបាកទីនោះត្រូវតែមានឯកឧត្តមរដ្ឋមន្ត្រីចុះជួយចុះធ្វើការបន្ថែមយប់បន្ថែមថ្ងៃអ្វីដែលពិសេសជាងនេះទៅទៀតជួយជាគំនិតយោបល់បន្តរហូតមិនប្រឡែងចោលសូម្បីតែមន្ត្រីបច្ចេកទេសលុះត្រាតែយើងជោគជ័យបងប្អូនដឹងហើយថាកសិកម្មយើងធ្វើអ្វីក៏ជួបបញ្ហាប៉ុន្តែអ្វីដែលមានបញ្ហាទាំងនោះគឺយើងចេះរកដំណោះស្រាយបងប្អូនខ្ញុំបាទនឹងហើយគឺជាគំរូជាក់ស្ដែងផ្ទាល់តែម្ដងខ្ញុំបាទបរាជ័យនៅលើការចិញ្ចឹមបង្កងបាទខ្ញុំបរាជ័យវគ្គមុនភាសាប៉ុន្តែរយៈពេល1ឆ្នាំក្រោយមកបានឯកឧត្តមរដ្ឋមន្ត្រីគាត់ជួយវិញបាទឥឡូវនេះខ្ញុំកកើតឡើងវិញហើយខ្ញុំនៅខែក្រោយនេះគឺខ្ញុំចាប់ផ្ដើមពង្រីកនៅខាងនោះមួយទៀតបាទនៅខាងនោះគឺខ្ញុំពង្រីកថែមចំនួន3ស្រះទៀតបងប្អូនបាទ3ស្រះទៀតអញ្ចឹងគឺឡើង6ស្រះហើយបាទ6ស្រះនេះគឺអ្វីដែលខ្ញុំចង់បាន6ស្រះនេះបាទ6ស្រះនេះគឺយើងធ្វើវិលជុំតែម្ដងបងប្អូនមួយខែយើងចាប់មួយស្រះអញ្ចឹងបកង6ខែបានយើងចាប់6ខែបានយើងចាប់ទទួលបានផលបើសិនជាយើងឲ្យចំណៃទៀងទាត់ថែទឹកឲ្យល្អបំផុតគឺតែ4ខែកន្លះអីទេចាប់បានហើយបងប្អូនប៉ុន្តែយើងធ្វើដំបូងអញ្ចឹងវាជួបការខ្វះខាតច្រើនបងប្អូនណាបាទជាចុងក្រោយខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មឯកឧត្តមដិតទីណាឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្មឯកឧត្តមខឹមពីណងឯកឧត្តមពុំសថាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផលបាទខ្ញុំបាទក៏សូមជូនពរឲ្យលោកទាំង3ជួបតែសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារបាទសូមអរគុណសូមគោរពលា